បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី email ឬក៏ Gmail បាទយើងនឹងជជែកអំពី email ឬក៏ Gmail សម្រាប់បងប្អូនដែលមិនធ្លាប់មានសោះបងប្អូនដែលមិនទាន់ចេះប្រើឬក៏បងប្អូនដែលមានហើយអត់ដឹងថាខ្លួនឯងមានន័យថាបងប្អូនកំពុងតែបើកទូរស័ព្ទតាមដានទស្សនាកំពុងតែមើលវីដេអូរបស់ខ្ញុំដែលកំពុងជជែកនេះប្រកាសជាមាន email ឬក៏ Gmail បានចុចភ្ជាប់ចុចចូលទៅក្នុងទូរស័ព្ទដៃរបស់បងប្អូនរួចហើយបើប៉ុណ្ណោះទេបងប្អូនអាចដំឡើងកម្មវិធី Facebook ហើយកំពុងតែទស្សនាវីដេអូដែលខ្ញុំកំពុងតែបង្ហាញនេះបានទេឬក៏បងប្អូនអាចមើល YouTube ដែលបងប្អូនកំពុងតែមើលការជជែករបស់ខ្ញុំនេះបានទេបាទអញ្ចឹង email បងប្អូនយើងនិយាយឲ្យងាយយល់ឲ្យខ្លីឲ្យសាមញ្ញបើយើងប្រៀបធៀបទៅនឹងម៉ូតូហើយនឹងសោម៉ូតូយើងប្រៀបបានទៅនឹងសោម៉ូតូបងប្អូន email ប្រៀបបានទៅនឹងសោម៉ូតូហើយទូរស័ព្ទដៃដែលបងប្អូនកំពុងតែអានកំពុងតែកាន់មើលកំពុងតែទស្សនាវីដេអូនេះប្រៀបបានទៅនឹងម៉ូតូបាទ email ប្រៀបបាននឹងសោហើយទូរស័ព្ទដៃបងប្អូនដែលកំពុងតែទស្សនាកំពុងតែមើលវីដេអូនេះប្រៀបបានទៅនឹងម៉ូតូអញ្ចឹងយើងអាចចាក់សោបញ្ឆេះម៉ូតូជិះធ្វើដំណើរទៅណាមួយបាទទៅចំការទៅស្រែទៅផ្សារទៅបើកតូបលក់អីវ៉ាន់ចាប់ហួយទៅផ្ទះទៅសាលារៀនអីជាដើមគឺម៉ូតូវាទាមទារចាំបាច់ត្រូវមានសោជារឿងល្អបើម៉ូតូអត់មានសោទេយើងពិបាកបញ្ឆេះបាទដូចគ្នាបងប្អូនemail វាប្រៀបបាននឹងសសម្រាប់ចាក់ម៉ូតូបច្ឆេះអញ្ចឹង email វាប្រៀបបាននឹងសដែលធ្វើឲ្យយើងអាចបើកប្រើប្រាស់កម្មវិធីជាច្រើននៅក្នុងទូរស័ព្ទដៃរបស់យើងដំឡើងកម្មវិធី Facebook យើងដំឡើងកម្មវិធី YouTube ដំឡើងកម្មវិធី TikTok នៅក្នុងទូរស័ព្ទដៃរបស់បងប្អូនបានដំឡើងកម្មវិធី Telegram នៅក្នុងទូរស័ព្ទដៃរបស់បងប្អូនបានលុះត្រាតែយើងមាន email បានភ្ជាប់នៅក្នុងទូរស័ព្ទដៃរបស់យើងរួចហើយទើបយើងអាចដំឡើងកម្មវិធីទាំងអស់នឹងបានគ្រាន់តែពេលខ្លះយើងអត់បានដឹងថាយើងមាន email ទេនៅពេលដែលយើងទិញទូរស័ព្ទពីផ្សារទិញទូរស័ព្ទពីហាងមកម្ចាស់ហាងគេដំឡើងឲ្យម្ចាស់ហាងគេភ្ជាប់ឲ្យម្ចាស់ហាងគេរៀបចំឲ្យយើងអញ្ចឹងឯងពេលខ្លះបងប្អូនភាគច្រើនទៅហ្មងខ្ញុំជឿជាក់ថាអត់បានចាប់អារម្មណ៍ជាមួយនឹងវាទេបាទពេលខ្លះមានដែរតែអត់ដែលបានប្រើអត់ដែលបានយល់អត់ដែលបានសិក្សាលម្អិតអំពី Gmail ដែរហើយនៅក្នុងវីដេអូនេះខ្ញុំមិនព្យាយាមលម្អិតស៊ីជម្រៅទេយើងនឹងពន្យល់បែបស្រាលសាបងាយបងប្អូនអាចយល់បានដែលយើងអាចធ្វើការប្រៀបធៀបទៅនឹងសោហើយនឹងម៉ូតូដូច្នោះដែរឬក៏យើងអាចប្រៀបធៀបបានទៅនឹងផ្ទះទូរស័ព្ទដៃរបស់បងប្អូនដែលកំពុងកាន់ដូចជាផ្ទះហើយ email ប្រៀបបានដូចនឹងសអញ្ចឹងយើងដើម្បីសុវត្ថិភាពផ្ទះរបស់យើងទៅការចាក់សោហើយសរបស់យើងអាចចាក់ចាញ់ចាក់ចូលបានអញ្ចឹងយើងចង់ចូលផ្ទះរបស់យើងបើកសោចូលបានអញ្ចឹងយើងអាចទៅបន្ទប់គេងទៅបន្ទប់ទឹកទៅផ្ទះបាយទៅបន្ទប់ទទួលភ្ញៀវគឺយើងមានសោដើម្បីចាក់ចូលដូចគ្នាបងប្អូន email គឺដូចទៅនឹងសោហើយផ្ទះដូចទៅនឹងទូរស័ព្ទដៃបាទខ្ញុំជជែកសារថ្មីម្ដងទៀតដើម្បីបងប្អូនបានងាយយល់តាមទាន់ស្ដាប់បានស្រាលរបៀបនេះហើយមែនតើបងប្អូន email គឺវាមានតួនាទីរបស់វាផ្សេងពីនឹងច្រើនជាងនឹងគាត់ថានៅក្នុងបរិបទនៅក្នុងស្ថានភាពនេះខ្ញុំសូមពន្យល់ខ្ញុំសូមជជែកស្រាលប៉ុណ្ណឹងដើម្បីឲ្យបងប្អូនអាចតាមទាន់អាចយល់បានអំពីអត្ថប្រយោជន៍របស់ email ហើយយើងនឹងជួបគ្នានៅអំពីការបង្កើតឬក៏វិធីក្នុងការបង្កើត email ទាំងអស់គ្នាបាទវិធីក្នុងការបង្កើត email ទាំងអស់គ្នានៅវីដេអូបន្ទាប់ប៉ុន្តែដើម្បីឲ្យបងប្អូនអាចតាមទាន់ថាអ្វីទៅជា email សូមបងប្អូនជួយ comment ពាក្យថាទាន់នៅខាងក្រោមផងបើមិនចឹងទេខ្ញុំនឹងរងចាំបងប្អូនហើយនៅមានបងប្អូនយើងឆាតមកសួរ call មកសួរ comment មកសួរបន្តមកដោយសារខ្ញុំបានចេញវីដេអូបាន1 2ឃើញបងប្អូនយើងចាប់អារម្មណ៍ច្រើនហើយគាត់បាន call មកគាត់បានឆាតគាត់បានផ្ញើសារមកសួរបាទសួរបញ្ជាក់បន្ថែមពីការរៀនលក់អនឡាញពីការធ្វើទីផ្សារ digital ហ្នឹងអញ្ចឹងបងប្អូន comment ពាក្យទាន់នៅពេលដែលខ្ញុំឃើញបងប្អូន comment បានខ្លះហើយមានន័យថាបងប្អូនអាចតាមទាន់ហើយខ្ញុំនឹងទម្លាក់មេរៀនបន្តខ្ញុំនឹងបន្តមេរៀនបន្តទៅទៀតបាទអរគុណជូនប៉ុណ្នេះមានអ្វីចូលរួមក៏អាចសរសេរបានខាងក្រោមដូចគ្នាបាទអរគុណ